នៅក្នុងប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមមនុស្សគ្រប់គ្នាស្គាល់ច្បាស់ជាងគេគឺប៉ុល ពត បងធំទី1ប៉ុន្តែតើអ្នកដឹងទេថានរណាជាអ្នកនៅពីក្រោយការបញ្ជាកងទ័ពនិងការបង្កើតមន្ទីរឃុំឃាំងសន្តិសុខដ៏ឃោរឃៅបំផុតបរិះម្នាក់នោះគឺសុន សេនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាមេបញ្ជាការកម្ពុជាដែលប៉ុល ពត ទុកចិត្តបំផុតប៉ុន្តែនៅទីបញ្ចប់ជីវិតរបស់គាត់និងក្រុមគ្រួសារបែរជាត្រូវបញ្ចប់ក្រោមក្របកំភ្លើងរបស់មិត្តរួមអាវុធខ្លួនឯងទៅវិញថ្ងៃនេះយើងនឹងទៅជួបជុំស្វែងយល់ពីខ្សែជីវិតដ៏ស្មុគស្មាញនិងទីបញ្ចប់ដ៏រន្ធត់របស់សុន សេនសុន សេនកើតនៅថ្ងៃទី12មិថុនាឆ្នាំ1930នៅខេត្តត្រាវិញទឹកដីកម្ពុជាក្រោមគាត់បានធំដឹងក្តីនិងមានឱកាសសិក្សារហូតទទួលបានអាហារូបករណ៍ទៅរៀនបន្តផ្នែកអក្សរសាស្ត្រនិងគរុកោសល្យនៅទីក្រុងប៉ារីសប្រទេសបារាំងក្នុងឆ្នាំ1950នៅទីនោះហើយដែលសុន សេនបានជួបជាមួយនិស្សិតខ្មែរផ្សេងទៀតដូចជាសាឡុត សដែលក្រោយមកក្លាយជាប៉ុល ពត អៀង សារី និងខៀវ សំផនពួកគេបានរួមគ្នាបង្កើតចលនានិស្សិតកុម្មុយនីសម៉ាកនិយមដើម្បីរៀបចំផែនការបដិវត្តន៍នៅកម្ពុជាបន្ទាប់ពីត្រឡប់មកកម្ពុជាវិញសុន សេនបានធ្វើជាគ្រូបង្រៀននិងជានាយកសាលាទីការនៃវិទ្យាស្ថានគរុកោសល្យប៉ុន្តែនៅឆ្នាំ1963ដោយសារការតាមប្រម៉ាញ់ពីសមត្ថកិច្ចរបស់សម្ដេចសីហនុគាត់បានសម្រេចចិត្តរត់ចូលព្រៃម៉ាគីដើម្បីចូលរួមចលនាតស៊ូផ្ទាល់នៅពេលខ្មែរក្រហមដណ្ដើមបានអំណាចទាំងស្រុងនៅថ្ងៃទី17មេសាឆ្នាំ1975សុន សេនបានត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិគ្រប់គ្រងលើកងទ័ពជាតិទាំងមូលចំណែកភរិយារបស់គាត់គឺលោកស្រីយុន យ៉ាតក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអប់រំផងដែរតួនាទីដ៏គួរឲ្យខ្លាចបំផុតរបស់លោកសុន សេនមិនមែនមានត្រឹមតែវិស័យយោធាប៉ុណ្ណោះទេគាត់គឺជាអ្នកមើលការខុសត្រូវផ្ទាល់លើសន្តិបាលពោលគឺគណៈកម្មាធិការសន្តិសុខផ្ទៃក្នុងរបស់ខ្មែរក្រហមគាត់ជាមេកាយផ្ទាល់របស់ឌុចដែលជាប្រធានគុកទួលស្លែងឬស21រកឯកសារចម្លើយសារភាពនៃការធ្វើទរណកម្មនិងបញ្ជីឈ្មោះអ្នកដែលត្រូវយកទៅសម្លាប់នៅវាលពិឃាតចាំបាច់ត្រូវផ្ញើទៅឲ្យសុន សេនពិនិត្យនិងសម្រេចហេតុនេះដៃរបស់សុន សេនគឺប្រឡាក់ទៅដោយឈាមរបស់ប្រជាពលរដ្ឋលោតត្រង់និងកម្មាភិបាលខ្មែរក្រហមរាប់ម៉ឺននាក់ដែលត្រូវចោទថាជាជនក្បត់ជាតិនៅដើមឆ្នាំ1979ក្រោយពេលកងទ័ពវៀតណាមវាយលុកចូលរបបខ្មែរក្រហមត្រូវដួលរលំសុន សេនបានដឹកនាំកងទ័ពដែលសេសសល់រត់ភៀសខ្លួនទៅតាមព្រំដែនថៃនិងបង្កើតជាមូលដ្ឋានបង្អែកនៅតាមតំបន់អន្លង់វែងដើម្បីបន្តសង្គ្រាមទ័ពព្រៃប៉ុន្តែនៅក្នុងឆ្នាំ1997ផ្ទៃក្នុងខ្មែរក្រហមបានដល់ចំណុចបែកបាក់យ៉ាងធ្ងន់ធ្ងរប៉ុល ពត បានកើតការសង្ស័យថាសុន សេនលួចតាក់ទងចរចាស្ងាត់ៗជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីចោះចុងនៅថ្ងៃទី15ខែមិថុនាឆ្នាំ1997តាមបញ្ជាដាច់ខាតរបស់ប៉ុល ពត កងកម្លាំងស្មោះត្រង់បានសម្រុកចូលទៅបាញ់សម្លាប់សុន សេនភរិយាកូននិងចៅរបស់គាត់សរុបចំនួន13នាក់យ៉ាងអណោចអធមរួចយកឡានកិនពីលើសពថែមទៀតផងទីបញ្ចប់របស់សុន សេនគឺជាឧទាហរណ៍មួយនៃច្បាប់កម្មផលនិងការបោះសម្អាតផ្ទៃក្នុងដ៏ឃោរឃៅនៃរបបកុម្មុយនីសជ្រុលនិយមមេដឹកនាំដែលធ្លាប់តែបញ្ជាសម្លាប់រាប់ម៉ឺននាក់បែរជាត្រូវស្លាប់បាត់បង់ជីវិតទាំងពូជក្រោមដៃមិត្តរួមអាវុធដែលខ្លួនធ្លាប់បម្រើទៅវិញប្រសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយចុច like និង share និង subscribe សូមអរគុណនិងសូមជម្រាបលា